ហេតុអ្វីបានជាកុមារដែលមានអាយុក្រោម6ខែគ្រូពេទ្យមិនអនុញ្ញាតឲ្យញ៉ាំទឹកសម្រាប់កុមារដែលគាត់មានអាយុក្រោម6ខែពួកគេមិនតម្រូវការទឹកបន្ថែមក្រៅពីទឹកដោះម្ដាយឬទឹកដោះគោនោះទេទោះបីជាស្ថិតនៅក្នុងអាកាសធាតុក្តៅយ៉ាងណាក៏ដោយដោយសារថាទី1គឺថាទឹកដោះម្ដាយមាន 80% គឺជាទឹកហើយជាពិសេសនោះគឺទឹកដោះដំបូងនេះតែម្ដងដែលជួយឲ្យកុមារឬក៏ទារកគ្រប់ជាតិទឹកនៅខាងក្នុងខ្លួនចំណែកឯទឹកដោះគោវិញក៏វាមានជាតិទឹកគ្រប់គ្រាន់សម្រាប់ទារកផងដែរហើយការផ្ដល់ទឹកបន្ថែមនាំឲ្យកុមារពោលទុកទៅវិញនោះទេដែលគេហៅថា water intoxication និងខ្វះសារធាតុចិញ្ចឹមផងដែរទឹកដែលបានបំពេញនៅក្នុងកាពះរបស់កុមារឬក៏ទារកតូចៗនោះនាំឲ្យថយការឃ្លាននៅទឹកដោះម្ដាយឬក៏ទឹកដោះគោដែលជាហេតុនាំឲ្យប៉ះពាល់ទៅដល់ការលូតលាស់និងសារធាតុចិញ្ចឹមផ្សេងៗរបស់ពួកគេផងដែរហើយការពុលទឹកចំពោះទារកគឺជាអ្វីការពុលទឹកចំពោះទារកគឺជាករណីកម្រមួយដែលកើតឡើងប៉ុន្តែបើមានគឺវាគ្រោះថ្នាក់ខ្លាំងបំផុតនៅពេលដែលទារកញ៉ាំទឹកច្រើនធ្វើឲ្យសារធាតុអេឡិចត្រូលីតមិនមានតុល្យភាពនឹងគ្នាជាពិសេសគឺសារធាតុសូយ៉ូមនេះតែម្ដងដែលនៅក្នុងខ្លួនរបស់ទារកចុះទាបខ្លាំងដែលធ្វើឲ្យដែលភាសាបច្ចេកទេសហៅថា hyponatremia ជាហេតុដែលបង្កឡើងឲ្យហើមខួរក្បាលបន្ទាប់មកទារកអាចនឹងប្រកាច់ហើយសន្លប់ឬក៏ស្លាប់ជាដើមហើយនេះគឺជាមូលហេតុសំខាន់ទាំង3អំពីការពុលទឹកទី1ការលាយទឹកជាមួយនឹងម្សៅទឹកដោះគោដោយសារតែពេលខ្លះយើងលាយមិនបានត្រឹមត្រូវទៅតាមការណែនាំពីការលាយម្សៅទឹកដោះគោជាមួយនឹងទឹកយើងអាចចាត់ទឹកជ្រុលទៅធ្វើឲ្យកុមារអាចពុលទឹកទី2ការឲ្យញ៉ាំទឹកទៅទារកឲ្យផឹកផ្ទាល់ដែលមានន័យថាឲ្យទឹកហ្មងមិនមែនលាយជាមួយនឹងម្សៅទឹកដោះគោទេគឺឲ្យផឹកទឹកផ្ទាល់ជាពិសេសគឺទារកក្រោម6ខែនេះតែម្ដងទី3កំឡុងពេលងូតទឹកអញ្ចឹងមានន័យថានៅពេលកំឡុងពេលមួយទឹកទារកអាចលេបទឹកដោយចៃដន្យហើយលេបច្រើនមែនទែនហើយនេះគឺជារោគសញ្ញានៃការពុលទឹកទី1អាចឲ្យទារកងុយដេកទី2សកម្មភាពខុសពីធម្មតាធ្លាប់តែ active ធ្លាប់តែលេងច្រើនបែរជាមិនលេងគេរហូតអញ្ចឹងទៅទី3សីតុណ្ហភាពនៅខាងក្នុងខ្លួនចុះទាបទី4ហើមមុខហើយទី5អាចប្រកាច់ទី6មានការក្អួតជាដើមចុះពេលណាទៅទើបយើងអាចឲ្យទឹកទៅលើកុមារដើម្បីការសុវត្ថិភាពបានទី1គឺចាប់ផ្ដើមឲ្យទារកញ៉ាំទឹកតិចនៅពេលដែលទារកមានអាយុចាប់ពី6ខែឡើងទៅហើយទី2ត្រូវកំណត់ចំនួនទឹកការផឹកប្រចាំថ្ងៃរបស់ទារកអាចចន្លោះពី60ទៅ120មីលីលីត្រនៅក្នុងមួយថ្ងៃហើយជាចុងក្រោយនោះគឺឲ្យត្រឹមតែម្ដងត្រឹមតែមួយពែនមិនមែនមួយដបនោះទេពីព្រោះខ្លាចលើសជាតិទឹក